ឋាននគរបាលរាជភ្នំពេញនារសៀលថ្ងៃទី11ខែមេសាឆ្នាំ2025ដោយមានការអនុញ្ញាតពីអាយដាមឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជភ្នំពេញដែលបានចាត់តាំងឲ្យខ្ញុំបាទព្រះសេនីយ៍ឯកសំវិជ្ជការអ្នកនាំពាក្យនៃស្នងការឋាននគរបាលរាជភ្នំពេញជាមួយនឹងសហការីដែលជាក្រុមប្រតិបត្តិការនៃការអនុវត្តវិធានការបង្ក្រាបបទល្មើសក្នុងកិច្ចការងារអនុវត្តវិធានការបង្ក្រាបបទល្មើសពុំមិនទាន់នៅក្នុងភូមិសាស្ត្ររាជភ្នំពេញអញ្ចឹងអ្វីដែលយើងចង់បង្ហាញនៅថ្ងៃនេះគឺចង់ឲ្យសាធារណជនក៏ដូចជាសារព័ត៌មានបានឃើញអំពីលទ្ធផលកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលរាជភ្នំពេញក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជភ្នំពេញដែលយើងតែងតែបានធ្វើកិច្ចប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់លើករណីអំពើលួចអំពើឆក់អំពើចោរកម្មផ្សេងៗនិងក្មេងទំនើងយើងបានចាត់វិធានការដោះស្រាយយ៉ាងមានប្រសិទ្ធភាពជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការបង្ហាញជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសពុំមិនទាន់នៅថ្ងៃនេះគឺយើងបានចេញប្រតិបត្តិការរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ដែលកិច្ចការងារនេះគឺយើងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន7ករណីឃាត់ខ្លួនមនុស្សរហូតទៅដល់21នាក់ដែលក្នុងចំណោម21នាក់នោះមានអ្នកផ្ទុកនៅសារធាតុញៀនចំនួន9នាក់ហើយចេញពីពន្ធនាគារទើបចេញពីពន្ធនាគារផុតអាជ្ញានុកាលទោសចំនួន2នាក់ផងដែរក្នុងករណីដែលយើងបង្ក្រាបបាន7ករណីនេះគឺករណីឆក់មាន3ករណីឃាត់ខ្លួន6នាក់ករណីលួចបន្លំ2ករណីឃាត់ខ្លួន4នាក់ករណីក្មេងទំនើង5អំពើហិង្សាវិគ្នាទៅវិញទៅមកនៅខណ្ឌរិស័យកែវនោះចំនួន5នាក់ហើយនឹងករណីខ្លែងបន្លំស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិធ្វើជានគរបាលជាតិដែលទៅធ្វើសកម្មភាពឆែកឆេរត្រួតពិនិត្យប្រជាពលរដ្ឋនៅពេលយប់នៅក្នុងខណ្ឌពោធិ៍សែនជ័យយើងបានបង្ក្រាបរហូតដល់ចំនួន6នាក់អញ្ចឹងកិច្ចការងារដែលយើងបានធ្វើនេះគឺកើតឡើងនៅក្នុងភូមិសាស្ត្រខណ្ឌរិស័យកែវខណ្ឌពោធិ៍សែនជ័យបឹងកេងកងច្បារអំពៅហើយសកម្មភាពដែលអំពើទាំងនេះដែលយើងបានជម្រាបនឹងបញ្ជាក់ជូនដោយករណីទី1ដែលសមត្ថកិច្ចនៃខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជភ្នំពេញពាក់ព័ន្ធនឹងការក្លែងបន្លំស្លៀកពាក់ឯកសណ្ឋានជានគរបាលជាតិនេះគឺយើងបានស្រាវជ្រាវគាត់ខ្លួនបានចំនួន6នាក់នៅខណ្ឌពោធិ៍សែនជ័យនៅសង្កាត់សំរោងក្រោមពួកនេះគឺគាត់ធ្វើសកម្មភាព4-5លើកមកហើយដែលការត្រួតពិនិត្យចុះរបស់គាត់បន្លំជាសមត្ថកិច្ចហើយត្រួតពិនិត្យឃើញជាសម្ភារៈទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋគាត់យកទៅហើយក្រោយពីទទួលបានព័ត៌មាននេះគឺយើងអនុវត្តចេញវិធានការសហការជាមួយនឹងកិច្ចការប្រជាពលរដ្ឋនិងជំនាញយើងធ្វើបានបង្ក្រាបចំនួន6នាក់ហើយនៅបពពួកសេសល់មួយចំនួនទៀតយើងនឹងបន្តធ្វើការស្រាវជ្រាវដើម្បីបង្ក្រាបបន្តទៀតចំពោះក្មេងនៅក្រុមយុវជនទាំង6នាក់ដែលយើងខាត់ខ្លួននេះគឺមានមួយចំនួនគឺគាត់ជាអ្នកបើកម៉ូតូនាំមុខរថយន្តពេទ្យពីខេត្តមករាជភ្នំពេញដែលកន្លងមកគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាលោកក៏បានចេញបទបញ្ជានិងបានអំពាវនាវឲ្យមានការបញ្ឈប់នៃសកម្មភាពនាំរថយន្តដឹកមុខឡានពេទ្យនេះគឺពីសំណាក់ក្រមយុវជននេះហើយពួកគាត់មួយចំនួនតូចបានឈប់សម្រាកហើយឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជភ្នំពេញលោកក៏បានអនុវត្តនៅតាមបទបញ្ជានេះហើយយើងក៏បានអនុវត្តយ៉ាងប្រសិទ្ធភាពគឺទប់ស្កាត់មិនឲ្យក្រមយុវជនធ្វើការនាំមុខឡានពេទ្យទៀតទេហើយមួយរយៈនេះគឺមានភាពស្ងប់ស្ងាត់ដោយឡែកគឺយុវជនយើងមួយចំនួនតូចក៏បានប្រវែពីធ្វើសកម្មភាពនាំរថយន្តមុខឡានពេទ្យនេះក៏គាត់ត្រូវគេនាំយកមកធ្វើសកម្មភាពខ្លែងទៅជានគរបាលជាតិស្លៀកពាក់ឯកសណ្ឋានខ្លែងខ្លាយជានគរបាលជាតិធ្វើសកម្មភាពត្រួតពិនិត្យហើយនឹងយកទ្រព្យសម្បត្តិប្រជាពលរដ្ឋហើយយើងក៏បានធ្វើការខាត់ខ្លួនយកអនុវត្តតាមផ្លូវច្បាប់ហើយកិច្ចការងារនេះគឺថាឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជភ្នំពេញលោកបានបញ្ជាក់ថាលោកនឹងបដិញ្ញាមិនឲ្យមានសកម្មភាពនឹងបន្តទៀតទេយើងឃើញមួយវាយមួយឃើញពីរវាយពីរហើយឃើញសកម្មភាពគឺយើងចាប់ផ្ដើមអនុវត្តទាំង14ខណ្ឌនឹងតែម្ដងហើយករណីមួយទៀតគឺពាក់ព័ន្ធនឹងករណីឆក់អញ្ចឹងករណីឆក់នេះគឺ
ការឡៃព្រំតងកំរិតស្រាលនៃស្នងការឋាននគរបាលរាជភ្នំពេញដែលមានលោកឧត្តមសេនីយ៍ត្រីប៊ុនច័ន្ទសាស្នងការរងទទួលផែនព្រំប្រទាននិងលោកឧត្តមសេនីយ៍តូលីប៊ុនអេងស្នងការរងទទួលការឡៃកំរិតស្រាលដែលមានលោកវរៈសេរីឯកមោសវណ្ណនៃការឡៃបានធ្វើកិច្ចការងារស្រាវជ្រាវអនុវត្តខាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងអំពើឆក់ចំនួន3ករណីខាត់ខ្លួនចំនួន6នាក់អញ្ចឹងចំនួន6នាក់នេះគឺគាត់ធ្វើសកម្មភាពនៅទឹកដីដូនពេញផងទឹកដីទួលគោកផងទឹកដីច្បារទឹកដីបឹងកេងកងផងនិងនៅក្នុងភូមិសាស្ត្រមួយចំនួនទៀតនៅក្នុងរាជភ្នំពេញយើងហើយសកម្មភាពឆក់នេះយើងឃើញហើយតាមបណ្ដាញសង្គមគឺមានភាពក្រោតក្រៀតដែលធ្វើឲ្យមហាជនមានការបង្ហោះសារព័ត៌មានក៏ដូចជាតាមបណ្ដាញសង្គមនាំឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្ដាញសង្គមនឹងមានការរិះគន់ជុំវិញនឹងការមានសកម្មភាពពាក់ព័ន្ធនឹងក្រុមជនសង្ស័យដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវនេះអញ្ចឹងយើងបានបដិញ្ញាចិត្តខ្ពស់ហើយគឺថាករណីឆក់នេះឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនឹងជាស្នងការនគរបាលរាជភ្នំពេញលោកតែងតែបត់បញ្ជាដោយជំនាញហើយនឹងតាមបណ្ដាខណ្ឌទាំងអស់ទៅសហការគ្នាបង្ក្រាបឲ្យអស់ឬគល់ចំពោះករណីឆក់នេះហើយពួកនេះគឺយើងឃើញថាមានចំនួន2នាក់ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារគាត់ផុតអញ្ញាញការទុកអញ្ចឹងចេញមកគាត់អត់រៀងចាលទេគាត់នៅបន្តសកម្មភាពឆក់ឥឡូវយើងបង្ក្រាបបានបន្តទៀតដល់ឡែកមានករណីមួយទៀតគឺករណីលួចបន្លំគាត់ខ្លួនចំនួន4នាក់ករណីលួចបន្លំនេះគឺពាក់ព័ន្ធនឹងគាត់យកខ្សែកលោហៈធាតុពណ៌លឿងមានន័យថាមាសคล้ายយកទៅបោកប្រាស់ស្ត្រីម្នាក់នៅជាជនរងគ្រោះនៅក្នុងពេទ្យមិត្តភាពខ្មែរសូវៀតនៅគេហៅថាទីពេទ្យរុស្ស៊ីនោះគាត់យកមាសคล้ายហ្នឹងដាក់ក្នុងកញ្ចប់ហើយប្រវល់ស្ត្រីម្នាក់ដែលជនរងគ្រោះនៅក្នុងពេទ្យហ្នឹងយកទៅលួងលោមដើម្បីឲ្យស្ត្រីហ្នឹងគាត់ទិញមាសលោហៈធាតុคล้ายនេះហើយដោយឃើញសកម្មភាពមិនប្រក្រតីគឺសន្តិសុខមន្ទីរពេទ្យនោះគាត់មានការសង្ស័យក៏សួរនាំឆែកជាទូរពិនិត្យទៅឃើញដកហូតបានលោហៈធាតុពណ៌លឿងមួយហើយជាគេថាមាសคล้ายបំរុងយកទៅដោះដូរជាថវិកាជាមួយជនរងគ្រោះហើយខាងសន្តិសុខចាប់គាត់ខ្លួនបុគ្គលឲ្យខណ្ឌសមត្ថកិច្ចពន្ធនគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌបឹងកេងកងយើងបានគាត់ខ្លួនស្ត្រី2នាក់ដែលធ្វើសកម្មភាពលួចបន្លំទម្លាក់យោងនេះហើយមួយករណីទៀតពាក់ព័ន្ធនឹងអំពើហិង្សាមួយនៅក្នុងទួលសង្កែមួយខណ្ឌរិស័យកែវអំពើហិង្សានេះយើងដឹងហើយគឺមានការចែកចាយតាមបណ្ដាញសង្គមធ្វើឲ្យមានមហាជនមួយចំនួនខមមិនមិនល្អពាក់ព័ន្ធនឹងសកម្មភាពនេះដែលសមត្ថកិច្ចយើងជាពិសេសការវិជាផ្ទាល់របស់ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជភ្នំពេញយើងបានខាត់ខ្លួនចំនួន5នាក់អំពើហិង្សានេះយើងចាប់បានមួយចំនួនគឺចំនួន5នាក់នេះប៉ុន្តែនៅភាគីម្ខាងទៀតដែលរត់គេចខ្លួនយើងកំពុងតែតាមដានស្រាវជ្រាវដើម្បីយកមកអនុវត្តទូបន្ថែមទៀតករណីហិង្សានៅទូសកែមួយនេះគឺពាក់ព័ន្ធនឹងរឿងស្ត្រីជាសង្សារអំពើហិង្សាដែលម្ខាងទៀតគាត់វាយទៅលើស្ត្រីហើយខាងនេះគាត់រត់ទៅជួយគ្នាវាយធ្វើឲ្យមានអំពើហិង្សាកើតឡើងអញ្ចឹងសមត្ថកិច្ចយើងបានអនុវត្តកិច្ចការងារពាក់ព័ន្ធនឹងករណីជាបន្តតបដែលខ្ញុំបានជម្រាបជូនហើយមួយករណីទៀតគឺនៅច្បារអំពៅករណីឆក់ទូរស័ព្ទដែរខាត់ខ្លួនចំនួន2នាក់ខាងចុងនោះសក់រៀងពោតពណ៌លឿងនោះគឺគាត់មកពីច្បារគាត់មកពីស្វាយរៀងគាត់អស់លុយអស់កាក់គាត់ថាគាត់ចាញ់បោកគេនៅខាងស្វាយរៀងហើយមកដល់ឃើញជនរងគ្រោះជិះម៉ូតូនៅប្រៃថ្មីនេះគាត់ធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះហើយសមត្ថកិច្ចនៃអធិការឋានខណ្ឌច្បារអំពៅក៏ធ្វើកិច្ចការងារយ៉ាងបន្ទាន់ធ្វើការបង្ក្រាបចំនួន2នាក់ហើយដកហូតបានវត្ថុតាងមួយចំនួនសូមបញ្ជាក់ថាកិច្ចការងារដែលយើងបានធ្វើនៅថ្ងៃនេះគឺយើងបានពាក់ព័ន្ធនឹងនេះករណីក្រមឯកស្ថានខ្លាំងៗជានគរបាលជាតិនេះយើងបានដកហូតមានសម្លៀកបំពាក់មានតាំងពីខ្នោះដៃមានតាំងពីអាយកូមសម្ភារៈមួយចំនួនដែលជាសកម្មភាពដែលក្រមជនសង្ស័យបានធ្វើកន្លងមកហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋដែរករណីពាក់ព័ន្ធនឹងសមត្ថកិច្ចជាពិសេសគឺការក្លែងបន្លំជាសមត្ថកិច្ចនេះបើសិនមានការសង្ស័យសូមឲ្យប្តឹងមកស្នងការដ្ឋាននគរបាលរាជភ្នំពេញក៏ដូចជាប្តឹងទៅតាមបណ្ដាខណ្ឌប៉ុស្តិ៍
នេះនៅក្នុងភូមិសាស្ត្ររីកបំពេញយើងនឹងទទួលពាក្យបណ្ដឹងហើយនឹងចោះស្រាវជ្រាវស៊ើបអង្កេតដើម្បីអនុវត្តបាទសូមបញ្ចប់ត្រឹមនេះចោះបាទសូមអរគុណ លោកដែលនេះអាចសូមបន្តិចចំពោះការបង្ក្រាបរបស់សមាជិកយើងតាំងពីដើមឆ្នាំរហូតមកដល់ឥឡូវតើយើងបង្ក្រាបបានចំនួនប្រមាណករណីហើយគាត់ខ្លួនបានឬប្រមាណដែរខ្ញុំមិនបានជម្រាបជូនអំពីពាក់ព័ន្ធនឹងក្នុងរយៈពេល1ឆ្នាំកន្លងមកទេតែរយៈពេល3ខែចុងក្រោយនេះគឺកម្លាំងនគរបាលរាជភ្នំពេញក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយអាយដាមសេនីយ៍ឯកជននរិនអគ្គស្នងការរងនឹងជាស្នងការនគរបាលរាជភ្នំពេញនឹងអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់អាយដាមនាយដាមសេនីយ៍សុធាតុអគ្គស្នងការនគរបាលជាតិក៏ដូចជាអាយដាមគង់ស្រេងអភិបាលនៃគណៈអភិបាលរាជភ្នំពេញយើងបានធ្វើការស្រាវជ្រាវបង្ក្រាបបានករណីបទល្មើសភូមិតនច្រើនគួរឲ្យកត់សម្គាល់អញ្ចឹងអ្វីដែលកើតឡើងគឺភាគច្រើនយើងបង្ក្រាបបានអញ្ចឹងសូមជម្រាបជូនថាអ្វីដែលជាការកិច្ចខំប្រឹងប្រែងរបស់សមាជិកគឺយើងប្រឹងប្រែងធ្វើអ្វីដែលបទល្មើសកើតឡើងយើងធ្វើហើយសូមឲ្យដូចខ្ញុំបានជម្រាបជូនអញ្ចឹងមហាជនត្រូវមើលព្រៃទាំងមូលកុំមើលដើមឈើមួយដើមអញ្ចឹងមានន័យថាបទល្មើសខ្លះយើងបង្ក្រាបមិនទាន់បានយើងនៅតែបន្តស្រាវជ្រាវបង្ក្រាបហើយក្នុងរយៈពេល3ខែនេះគឺយើងឃើញថាបទល្មើសភូមិតនកើតឡើងចំនួន122លើកលើ140លើកមានន័យថាយើងបទល្មើសថយចុះ18លើកហើយក្នុងចំណោម122លើកដែលរយៈពេល3ខែចុងក្រោយ2025គឺយើងបង្ក្រាបបាន116ករណីខាត់ខ្លួនមនុស្សរហូតដល់171នាក់យើងស្មើនឹង 95% ដែលយើងបង្ក្រាបបានហើយក្នុងនោះបទអក្រិតក៏មានការថយចុះហើយបទមជ្ឈិមក៏មានការថយចុះបទអក្រិតកើតឡើងរហូតដល់20លើកយើងបង្ក្រាបបាន19លើកខាត់ខ្លួនរហូតដល់50នាក់ដែលឡែកបទល្មើសមជ្ឈិម102លើកយើងបង្ក្រាបបាន97លើកខាត់ខ្លួនមនុស្ស121នាក់អញ្ចឹងជាលទ្ធផល3ខែចុងក្រោយនេះដែលឆ្នាំ2025ដែលជាលទ្ធផលដែលគិតខុសប្រឹងប្រែងរបស់កងកម្លាំងនគរបាលរាជភ្នំពេញគ្រប់ផ្នែកគ្រប់ជំនាញគ្រប់តាមបណ្ដាប៉ុស្តិ៍ខណ្ឌនានាយើងបានសហការគ្នាបង្ក្រាបបានជាលទ្ធផលនៅពេលនេះបាទសូមអរគុណសូមបញ្ចប់ត្រឹមនេះបាទអរគុណ